ចាបងប្អូនថ្ងៃនេះខ្ញុំមកចែករំលែកអំពីការធ្វើឡតអ្នកបាត់ដំបងបងប្អូនចាមុនដំបូងយើងមានសាច់ជ្រូកចាហើយខ្ញុំដាក់ជាមួយនឹងប្រេងខ្យងចាទឹកស៊ីអ៊ីវបន្តិចចាហើយទឹកត្រីបន្តិចចាហើយនឹងប៊ីចេងបន្តិចចាហើយបន្ទាប់មកខ្ញុំដាក់ជាមួយនឹងស្ករសបន្តិចហើយនឹងម្សៅពោតបងប្អូនម្សៅពោតហើយនឹងរ៉ូឌីដោយសារខ្ញុំដាក់តិចដោយសារតែខ្លាយតែវាប្រៃញ៉ាំជាមួយជ្រក់កៅទេហើយបន្លែមានដូចជាការ៉ុតត្រាវហើយនឹងខ្ទឹមបារាំងបងប្អូនចាហើយចាក់ហើយច្បល់ចូលគ្នាបងប្អូនចាច្បល់ឲ្យវាសព្វសាច់ហ្នឹងហើយខ្ញុំធ្វើរៀងសាបដោយសារតែយើងត្រូវញ៉ាំជាមួយនឹងជ្រក់ចាឥឡូវខ្ញុំចាប់ផ្ដើមធ្វើមូវាបងប្អូនមានដូចជាម្សៅដូចជាម្សៅពោតមានដូចជាម្សៅស្រួយហើយនឹងម្សៅមីចាយកមកលាបលើហ្នឹងបងប្អូនចាដូចរូបដែលខ្ញុំបានមើលធ្វើអញ្ចឹងគឺកាត់ពាក់កណ្ដាលយកសម្បកបាញ់ត្រាំងកាត់ពាក់កណ្ដាលដើម្បីធ្វើទូចដើម្បីបំពងទៅវាឆាប់ឆ្អិនណាបងប្អូនពេលដែលមូទូចហើយគឺខ្ញុំកាត់ពីកង់អញ្ចឹងណាពេលដែលបំពងគឺវាឆាប់ឆ្អិនចាហើយចាប់ផ្ដើមបំពងបងប្អូនបំពងដាក់ភ្លើងតិចចាដើម្បីឆ្អិនសាច់ឲ្យឆ្អិនណាចាបំពងរួចរាល់ហើយគឺយើងដាក់ស្រស់ឲ្យដើម្បីឲ្យស្រស់ខ្លាញ់ចាប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនដែលបានតាមដានវីដេអូនាងខ្ញុំវីដេអូក្រោយខ្ញុំនឹងបង្ហាញអំពីការធ្វើជ្រក់ដើម្បីផ្ទាប់ជាមួយនឹងឡតហ្នឹងបងប្អូន